បាទនេះគឺជាចំណាប់អារម្មណ៍ទី2បន្ទាប់ពីដាក់ឧបករណ៍ហ្គាសទឹកបានមួយសប្តាហ៍អញ្ចឹងអ្វីដែលខ្ញុំកត់សម្គាល់ទី1ពាក់ព័ន្ធទៅនឹងសន្ទុះបាទការមុនដាក់ហ្នឹងគឺយើងជន់ទៅវាប្រឹងវាហាក់បីដូចជាលឺសំឡេងម៉ាស៊ីនយើងហ្នឹងវាប្រឹងខ្លាំងបាទហើយបន្ទាប់ពីដាក់មកមួយអាទិត្យនេះយើងឃើញថាយើងជន់ទៅវា smooth បាទវាមិនសូវប្រឹងទេវាតាមជើងយើងជន់ទៅវា smooth ទៅល្មមមកស្រួលរបស់វាចឹងអញ្ចឹងកាលណាចំណុចទី1ហ្នឹងវាដំណើរការស្រួលអញ្ចឹងជន់ទៅស្ទុះអញ្ចឹងវាធ្វើឲ្យចំណេញសាំងហ្នឹងពិតណាស់ចំណេញសាំងមួយសប្តាហ៍ខ្ញុំត្រឡប់គឺចាក់$25ប៉ុន្តែឥឡូវជាក់ស្ដែងនេះវានៅសល់2កម្មពីមុននៅសល់1កម្មអញ្ចឹងខ្ញុំគិតថាអាចចាក់ទៅ$20ក៏បានដែរបាទអញ្ចឹងវាចំណេញពី20ទៅ30%បាទអញ្ចឹងយើងឃើញថាការដាក់ឧបករណ៍ហ្គាសទឹកនេះគឺពិតជាជួយម៉ាស៊ីនឲ្យវាស្ទុះហើយទី2គឺសន្សំចៃចំពោះអស់លោកអ្នកដែលមិនទាន់ដឹងអំពីថាហ្គាសទឹកជាអ្វីគឺជាឧបករណ៍បំពាក់បន្ថែមនៅក្នុងកាប៊ីនម៉ាស៊ីនរថយន្តយើងហ្នឹងគឺអត់មានកាត់តយទេគឺខ្សែភ្លើងម៉ាតសៃចូលទៅក្បាលអាគុយហើយនឹងឧបករណ៍ធ្ពក់ទៅក្នុងកអែតែប៉ុណ្្នឹងបាទអត់មានទៅរុះរើម៉ាស៊ីនតអីនេះទេបាទគឺជាកំប៉ុងទឹកមួយចាក់ទៅទឹកទៅមានឧបករណ៍បំលែងទឹកហ្នឹងទៅជាអ៊ីដ្រូសែនបាទហូរចូលតាមកំប៉ុងចូលទៅកអែបាទហើយរីឯភ្លើងគឺយើងចាក់ក្បាលអាគុយបាទគឺសិនក៏អាចទិញយកទៅដាក់ខ្លួនឯងបានបាទអញ្ចឹងដើរឲ្យតាន់ trend បច្ចេកវិទ្យាគឺវាជួយទៅឲ្យម៉ាស៊ីនអលោកស្រីហ្នឹងត្រជាក់ស្ងាត់ល្អសន្ទុះហើយនឹងសន្សំចៃបាទហើយជាពិសេសគឺវាការពារដល់បរិស្ថានដែរបាទសូមបង្ហាញចំណាប់អារម្មណ៍លើកទី2ត្រឹមប៉ុណ្ណេះបាទសូមអរគុណ